ខ្ញុំឃើញមានឪពុកម្ដាយខ្លះដែលគាត់មានកូនជាភេទទី3អាចថាជាកូនប្រុសតែស្រឡាញ់មនុស្សប្រុសដូចគ្នាឬក៏កូនស្រីប៉ុន្តែគាត់ស្រឡាញ់មនុស្សស្រីដូចគ្នាភាគច្រើនគឺគាត់អត់សុខចិត្តទេគាត់ខ្មាស់គេហើយមានអ្នកខ្លះគឺឈានទៅដល់គំរាមកាត់ការកូនចោលទៀតបើសិនជាកូនអត់ធ្វើតាមគាត់អត់ធ្វើជាមនុស្សស្រីឲ្យដឹងស្រីប្រុសដឹងប្រុសអញ្ចឹងខ្ញុំដឹងថាឪពុកម្ដាយសម័យឥឡូវគឺគាត់អាចយល់ដឹងច្រើនទទួលយកកូនគាត់ច្រើនហើយទូកូនគាត់ភេទអីក៏ដោយបើប្រៀបធៀបជាមួយសម័យមុនគឺឥឡូវគឺខុសគ្នាខ្លាំងដែលការទទួលយកការបើកចិត្តហ្នឹងតែក៏នៅតែមានមនុស្សមួយចំនួនដែលគាត់អត់ទាន់បើកចិត្តទទួលយកការពិតនឹងបានថ្ងៃនេះខ្ញុំមកជូនជាគំនិតដើម្បីគាត់យកទៅគិតពិចារណាហើយអាចថាបើកចិត្តទទួលយកឬក៏ផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់បានហើយវាជាកំហុសរបស់កូននឹងមែនដែលគាត់កើតមកមានភេទទី3ឬក៏ភេទខុសពីភេទរបស់គាត់ពីកំណើតធម្មជាតិនឹងហើយបើសិនជាមិនកំហុសរបស់កូនទេតើវាជាកំហុសរបស់ម្ដាយដែលកំពុងពោះពោះនឹងធ្វើអីខុសមែននឹងខ្ញុំនិយាយពីមូលហេតុខ្ញុំសូមបញ្យល់ពាក្យពីរសិនពាក្យទី1គឺពាក្យថាភេទឬក៏ sex អាហ្នឹងគឺជាភេទពីកំណើតរបស់យើងដែលមានតែពីរទេគឺប្រុសហើយនិងស្រីចំណែកឯពាក្យមួយទៀតគឺពាក្យថា sexual orientation ដែលគេបកប្រែខ្មែរថាទំនោរផ្លូវភេទកណ្ដឹងអាចមាន3ប្រភេទទី1គឺ heterosexual ហ្នឹងគឺមនុស្សដែលស្រឡាញ់ភេទផ្ទុយគ្នាដូចមនុស្សប្រុសស្រឡាញ់មនុស្សស្រីឬក៏មនុស្សស្រីស្រឡាញ់ប្រុសចឹងទៅ and then ទី2គឺ homosexual ហ្នឹងគឺមនុស្សដែលស្រឡាញ់ភេទដូចគ្នាអាចប្រុសស្រឡាញ់ប្រុសឬក៏ស្រីស្រឡាញ់ស្រីហើយចុងក្រោយគេគឺ bisexual ដែលគាត់ថាអាចស្រឡាញ់ទាំងប្រុសស្រឡាញ់ទាំងស្រីបញ្ហាដែលពុកម្ដាយភាគច្រើនព្រួយបារម្ភហ្នឹងគឺ homosexual នឹងឯងគឺមនុស្សដែលគាត់ស្រឡាញ់ភេទដូចគ្នាឧទាហរណ៍ថាប្រុសស្រឡាញ់ប្រុសគេហៅថា gay ឬក៏ខ្ទើចឹងទៅ and then ស្រីដែលស្រឡាញ់ស្រីគឺគេហៅថា lesbian មែនតើទៅ sexual orientation ឬក៏ទំនោរផ្លូវភេទឬក៏ការចាប់អារម្មណ៍ស្រឡាញ់មនុស្សភេទណាហ្នឹងគឺអត់មែនជាអីដែលយើងអាចជ្រើសរើសបានទេគឺវាមកពីកណ្ដាលវាថាវាដូចជាមនុស្សដែលកើតមកតែប្រើដៃឆ្វេងឬក៏មនុស្សដែលកើតមកមានសម្បុរស្អែមមនុស្សដែលកើតមកមានភ្នែកពណ៌ត្នោតអីអញ្ចឹងឯដែលកំណត់ឲ្យថាមនុស្សមានពណ៌សម្បុរបែបណាភ្នែកពណ៌អីគឺសុទ្ធតែកំណត់ដោយ genetic របស់យើងដែលគេហៅថា gen ហ្នឹងណាទី2ទៀតគឺតកតងនឹងការវិវត្តនៅក្នុងផ្ទៃម្ដាយអាចថាមានបំរែបំរួលអរម៉ូនឬក៏មានអីមួយដែលកើតឡើងនៅក្នុងពេលដែលគាត់នៅក្នុងផ្ទៃជាទារកហ្នឹងដែលអាចថាជាឥទ្ធិពលដល់ការអភិវឌ្ឍខួរក្បាលផ្នែកមួយនៃខួរក្បាលដែលតម្រូវឲ្យមនុស្សម្នាក់ហ្នឹងធំឡើងគឺមានទំនោរផ្លូវភេទទៅភេទផ្ទុយគ្នាឬក៏ភេទដូចគ្នាអញ្ចឹងទៅអញ្ចឹងខ្ញុំចង់ឲ្យប៉ាម៉ាក់ទាំងអស់គ្នាឈប់បន្ទោសខ្លួនឯងឬក៏បន្ទោសកូនទៀតពួកអីវាមិនមែនជាកំហុសរបស់អ្នកណាម្នាក់ឯងអាហ្នឹងគឺកើតឡើងពីកំណើតពីធម្មជាតិហ្មងហើយក៏មិនមែនយើងទៅបន្ទោសម្ដាយដែលគាត់ពេលមានទម្ងន់ហ្នឹងថាគាត់ធ្វើអីខុសបានកូនកើតមកអញ្ចឹងហើយក៏វាមិនមែនមកពីកូននឹងដើរមួយមិត្តភក្តិស្រីបានទៅជាខ្ទើយឬក៏កូននឹងដើរមួយមិត្តភក្តិប្រុសបានទៅជា lesbian វាមិនមែនមកពីអញ្ចឹងទេហើយក៏មិនមែនមកពីរបស់របរដែលកូនលេងពីទូចដូចកូនស្រីគេឲ្យលេងឡានអត់ឲ្យលេងមនុស្សយន្តហើយកូនប្រុសគេឲ្យលេងតុក្កតាលេងអីអញ្ចឹងខ្លាចតែជាខ្ទើយអញ្ចឹងអាហ្នឹងក៏វាមិនមែនជាកត្តាដែលធ្វើឲ្យកូនហ្នឹងកើតជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាដែរតែមែនតើទោះជាកូនយើងកើតមកជាភេទអីក៏ដោយភេទប្រុសភេទស្រីឬក៏ភេទទី3ភេទទីប្រមាណក៏ដោយយើងជាឪពុកម្ដាយគឺយើងត្រូវតែផ្ដល់ក្តីស្រឡាញ់ផ្ដល់ការគ្រប់គ្រងឲ្យគាត់គ្រប់ពេលហើយសង្កត់ថាការគ្រប់គ្រងលើកទឹកចិត្តដល់ពួកគាត់ហ្នឹងគួរតែច្រើនជាងកូនដែលមានភេទធម្មតាទូទៅនឹងទៀតដោយសារអីដោយសារគាត់ទទួលបានគំនាបពីសង្គមទទួលបានការសើចចំអកពីសង្គមពីមិត្តភ័ក្តិពីអីផ្សេងៗហ្នឹងច្រើនហើយអញ្ចឹង at least យ៉ាងហោចណាស់គឺសូមឲ្យគាត់មានអារម្មណ៍ថាគាត់ទទួលបានភាពកក់ក្ដៅនិងក្តីស្រឡាញ់ការទទួលយកពីគ្រួសាររបស់គាត់ពួកអីវាមានជាកំហុសគាត់ទេដែលគាត់កើតមកបែបហ្នឹងហើយគាត់ក៏មិនអាចជ្រើសរើសបានគាត់ក៏មិនយើងក៏មិនអាចបង្ខំគាត់ឲ្យទៅធ្វើជាមនុស្សម្នាក់ផ្សេងទៀតដែលមិនមែនជាខ្លួនគាត់ពិតប្រាកដដែរហើយពីខ្ញុំទៅហ្មងខ្ញុំគិតថាភេទទី3អត់មានអីខុសអត់មានអីអត់ល្អបើសិនជាគាត់ទទួលបានក្តីស្រឡាញ់ទទួលបានការរៀនសូត្រទទួលបានការគ្រប់គ្រងពីឪពុកម្ដាយពីគ្រួសារគាត់នឹងអាចធំឡើងខ្លាចទៅជាមនុស្សល្អមានការងារល្អខ្លាចទៅជាមិត្តភក្តិល្អខ្លាចជាធនធានមនុស្សល្អនៅក្នុងសង្គមដូចគ្នាពេលខ្លះគឺល្អជាងមនុស្សដែលថាប្រុសសុទ្ធឬក៏ស្រីសុទ្ធទៀតចុងក្រោយពីខ្ញុំទៅដែលជាម្ដាយម្នាក់ខ្ញុំអត់ភ័យខ្លាចឬក៏ព្រួយបារម្ភថាកូនខ្ញុំនឹងធំឡើងខ្លាចទៅជាភេទអីឬក៏ស្រឡាញ់ភេទអីទេពួកអីវាអត់សំខាន់ទេអីដែលសំខាន់ណាគឺគាត់ខ្លាចទៅជាមនុស្សល្អអត់ជាក់ស្ដែងមួយថ្ងៃខ្ញុំឲ្យគាត់លេងបាល់លេងឡានលេងអីក៏បានដែរឲ្យតែគាត់ចង់លេងខ្ញុំអត់រឹតបន្តឹងគាត់ថាអូត្រូវតែលេងតុក្កតាកូនកំមុំឬក៏លេងអីដែលជារបស់ថ្មីរបស់មនុស្សស្រីខ្ញុំអត់ចង់រឹតបន្តឹងអាហ្នឹងទេដោយសារខ្ញុំចង់ឲ្យគាត់ explore ឬក៏ស្វែងរកអីដែលគាត់ចូលចិត្តពិតប្រាកដព្រោះថាបេះដូងជាឪពុកម្ដាយអត់មានចង់បានអីច្រើនពីកូននេះហើយក៏មិនបាច់ទៅខ្វល់ពីសម្ដីរបស់អ្នកជិតខាងឬក៏មនុស្សនៅក្នុងសង្គមច្រើនពេកដែរគេថាអីថាទៅសំខាន់កូនយើងធំឡើងខ្លាចទៅជាមនុស្សល្អអាចថារស់នៅជាមួយនរណាម្នាក់ដែលផ្ដល់សុភមង្គលឲ្យគាត់រស់នៅដែលមានក្ដីសុខដែលសប្បាយរីករាយអាហ្នឹងទៅគ្រប់គ្រាន់ហើយ